បាទសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូសាស្ត្រានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបាទនៅក្នុងថ្ងៃនេះខ្ញុំបានត្រឡប់មកជួបលោកគ្រូអ្នកគ្រូសាស្ត្រានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាជាថ្មីម្ដងទៀតហើយនៅក្នុង Channel អ៊ុតឡាក់តិចនីខលបាទតើសុខសប្បាយជាទេបាទហើយនៅក្នុងថ្ងៃនេះខ្ញុំនឹងលើកយកចំណេះដឹងថ្មីមួយទៀតនៅក្នុងកម្មវិធី Telegram គឺជាមូលហេតុរោគ Telegram អ្នកផ្សេងមិនឃើញបាទហើយតើមូលហេតុអ្វីបានជាយើងរក Telegram របស់អ្នកផ្សេងមិនឃើញដូច្នេះដើម្បីចូលទៅដល់ការបង្ហាញរបស់ខ្ញុំបាទខ្ញុំសូមលោកគ្រូអ្នកគ្រូសាស្ត្រានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាដែលបានចូលមកទស្សនាវីដេអូរបស់ខ្ញុំថ្មីសូមជួយចុច Like ចុច Subscribe ព្រមទាំងចុចបើករូបកណ្ដឹងដល់ Channel ខ្ញុំបាទដើម្បីខ្ញុំអាប់ឡូតវីដេអូថ្មីដែលជាវីដេអូផ្ដល់នូវចំណេះដឹងនៅថ្ងៃខាងមុខបានបង្ហាញចែកជូនដល់លោកគ្រូអ្នកគ្រូសាស្ត្រានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបានឃើញមុនគេបាទហើយវីដេអូមួយនេះផងដែរគឺជាការបង្ហាញជូនទៅដល់បងដែលបានធ្វើការ comment នៅលើវីដេអូ YouTube របស់ខ្ញុំបាទហើយខ្ញុំសូមចូលទៅក្នុង YouTube ដើម្បីមើល comment របស់គាត់បន្ទាប់មកខ្ញុំចូលទៅក្នុងរូប profile របស់ខ្ញុំនៅខាងក្រោមនេះបាទហើយគាត់បានធ្វើការ comment សាកសួរក្នុងវីដេអូមួយនេះគឺវិធីរក Telegram គេដោយមិនបាច់ save ឈ្មោះបាទហើយខ្ញុំសូមចូលទៅក្នុងវីដេអូនេះបាទសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូសាស្ត្រានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបាទខ្ញុំសូមធ្វើការ stop វីដេអូហើយខ្ញុំចូលទៅកន្លែង comment នៅខាងក្រោមនេះបាទហើយគាត់នៅខាងលើនេះគឺគាត់បានធ្វើការសាកសួរហើយខ្ញុំសូមចូលទៅកន្លែងរូប profile របស់គាត់ឈ្មោះថាបងវ៉ាតបាទហើយខ្ញុំសូមអធិស្ឋានផងប្រសិនជាខ្ញុំអានឈ្មោះរបស់បងមិនបានត្រឹមត្រូវបាទខ្ញុំសូមចេញមកកន្លែង comment គាត់បានសាកសួរថាខ្ញុំមានលេខទូរស័ព្ទដៃរបស់គេតែខ្ញុំរក Telegram របស់គេមិនឃើញឡើយបាទហើយខ្ញុំនឹងលើកយកវីដេអូនេះដើម្បីបង្ហាញជូនដល់បងហើយខ្ញុំសូមឲ្យមេដាយគាត់មួយនិងរូបបេះដូងមួយទៀតបាទហើយនៅខាងក្រោមមួយទៀតគឺនៅកន្លែងរូប profile មួយនេះខ្ញុំសូមចូលទៅខាងក្នុងគាត់ឈ្មោះថាសុភាព Fix Phone នេះបាទហើយគាត់ក៏បានសាកសួរនៅសំណួរមួយដែរហើយខ្ញុំសូមចូលទៅកន្លែង comment វិញបាទហើយគាត់បានសាកសួរថាសួស្តីលោកគ្រូ Telegram របស់ខ្ញុំមិនដឹងជាប់អ្វីទេអេតលេខទូរស័ព្ទគេរួច search គេរកមិនឃើញសោះបាទហើយសំណួរនេះគឺប្រហាក់ប្រហែលនឹងសំណួររបស់បងខាងលើខ្ញុំសូមឆ្លើយសរុបទាំងពីរបាទខ្ញុំឲ្យមេដាយគាត់មួយបន្ទាប់មកខ្ញុំឲ្យរូបបេះដូងមួយទៀតរួចហើយខ្ញុំចូលទៅក្នុងកម្មវិធី Telegram បាទខ្ញុំចូល Telegram នេះបាទហើយដើម្បីយើងចង់រកនៅគណនី Telegram របស់អ្នកផ្សេងដោយយើងមិនបាច់ save ឈ្មោះយើងចូលទៅកន្លែងពាក្យថា save message នៅក្នុងគណនី Telegram របស់យើងបាទគឺពាក្យថា save message នេះបាទយើងចូលទៅខាងក្នុងគឺយើងអាចធ្វើការយកលេខទូរស័ព្ទរបស់អ្នកផ្សេងដែលយើងមានលេខរបស់គាត់គឺយើងចូលទៅកន្លែងពាក្យ message នេះហើយយើងវាយលេខទូរស័ព្ទដោយដែលលេខទូរស័ព្ទខ្ញុំបានវាយនៅខាងលើនីមួយៗនេះបាទហើយខ្ញុំសូមបញ្ជាក់ជូនដល់បងហើយនិងលោកគ្រូអ្នកគ្រូសាស្ត្រានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាថានៅពេលដែលយើងវាយលេខទូរស័ព្ទរបស់អ្នកផ្សេងដើម្បីរកគណនី Telegram របស់គេគឺយើងត្រូវតែវាយលេខជាលេខបារាំងដូចនេះបាទហើយយើងបើសិនជាវាយលេខរបស់ខ្មែរយើងដូចនៅខាងក្រោមនេះគឺនៅក្នុង Telegram គឺមិនស្គាល់ទេដោយនៅខាងលើនេះគឺជាអ្នកនៃ Telegram របស់ខ្ញុំបាទហើយខ្ញុំសូមចូលទៅខាងក្នុងដោយខ្ញុំចុចទៅលើលេខនេះបាទនេះគឺជាគណនី Telegram របស់ខ្ញុំគឺនឹងបង្ហាញនៅខាងក្រោមនេះបាទហើយខ្ញុំសូមចេញមកខាងក្រៅវិញបាទហើយនៅក្នុងលេខទូរស័ព្ទនៅខាងក្រោមនេះគឺមានបង្កើតគណនី Telegram ដែរប៉ុន្តែគាត់បានធ្វើការបិទនៅមុខងារមួយនៅក្នុង setting របស់កម្មវិធី Telegram គឺយើងអាចធ្វើការស្វែងរកតាមលេខទូរស័ព្ទមិនឃើញទេប្រសិនជាយើងចង់ស្វែងរកគាត់ឃើញលុះត្រាតែគាត់មានជា QR code ដែលជា profile របស់គាត់ឬមួយក៏ username របស់គាត់សម្រាប់ឲ្យយើងធ្វើការ scan និង search ចូលទៅរកទើបយើង
រូបឃើញហើយខ្ញុំសូមចូលតាមលេខនេះដើម្បីបង្ហាញដល់ខ្ញុំចុចទៅលើលេខនេះបាទនេះនៅកន្លែងនេះមិនឃើញនៅរូប profile របស់គាត់ដូចរូប profile របស់ខ្ញុំទេគឺឃើញតែអក្សរអង់គ្លេសពាក្យថា this number is not on Telegram នេះបាទហើយនៅចំណុចនេះគឺមូលហេតុមកពីចំណុចមួយដែលគាត់បានធ្វើការបិទបាទហើយខ្ញុំសូមចូលក្នុង Telegram ដើម្បីធ្វើការបង្ហាញបាទដោយខ្ញុំចូលទៅកន្លែងគណនី Telegram រួចហើយខ្ញុំចូលទៅកន្លែងសញ្ញាត្រេ3នេះបាទបន្ទាប់មកខ្ញុំចូលទៅកន្លែងគណនី Telegram របស់ខ្ញុំឈ្មោះថា Latechnical នេះបាទរួចហើយខ្ញុំចូលទៅកន្លែងសញ្ញាត្រេ3នេះបាទក្រោយមកខ្ញុំចូលទៅកន្លែងពាក្យថា setting កន្លែងរូបកងចក្រនេះបាទហើយខ្ញុំចូលទៅកន្លែងរូប file ពណ៌ប្រផេះនេះកន្លែងពាក្យថា privacy and security នេះបាទនៅក្នុងគណនី Telegram របស់គាត់នៅក្នុងចំណុចកន្លែងពាក្យថា phone number នេះបាទគាត់បានធ្វើការកំណត់មិនមានពាក្យថា my contact ដូចខ្ញុំនេះទេគឺគាត់ធ្វើការកំណត់នៅពាក្យថា nobody នេះគឺគ្រាន់តែគាត់ចុចនៅកន្លែងពាក្យថា nobody នេះឲ្យចេញពណ៌ខៀវហើយគាត់ចុចសញ្ញា tick នេះនៅក្នុងគណនី Telegram របស់គាត់គឺយើងមិនអាចធ្វើការស្វែងរកនៅគណនី Telegram របស់គាត់តាមរយៈលេខទូរស័ព្ទរបស់គាត់ឃើញទេបាទហើយប្រសិនជាបងម្ចាស់ comment ទាំងពីរបងបានមើលនៅវីដេអូរបស់ខ្ញុំបាទនេះបងចង់ add Telegram របស់គាត់ធ្វើជាមិត្តភក្តិបានលុះតែបងមានលេខទូរស័ព្ទរបស់គាត់ហើយគឺបងអាចធ្វើការ call ទៅគាត់ដើម្បីឲ្យគាត់បានធ្វើការបើកនៅមុខងារកន្លែងពាក្យថា phone number នេះឲ្យដាក់នៅកន្លែងពាក្យថា my contact ឬមួយក៏ everybody នេះវិញគឺពេលដែលបងមានលេខទូរស័ព្ទរបស់គាត់ហើយគឺបងអាចធ្វើការ add ធ្វើជាមិត្តភក្តិរបស់បងវិញបានបាទហើយខ្ញុំសូមដូរមកដាក់នៅកន្លែងពាក្យថា my contact រួចហើយខ្ញុំចុចសញ្ញា tick នេះវិញបាទខ្ញុំសូមចេញមកខាងក្រៅបាទហើយនេះគឺជាការបង្ហាញរបស់ខ្ញុំបាទអំពីមូលហេតុរោគ Telegram អ្នកផ្សេងមិនឃើញបាទហើយប្រសិនជាបងហើយនឹងលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នានៅមានចម្ងល់នៅក្នុងការបង្ហាញរបស់ខ្ញុំបាទខ្ញុំសូមបងហើយនឹងលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាធ្វើការ comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបាទនឹងឆ្លើយជូនដល់បងហើយនឹងលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបាទហើយនៅខាងក្រោមវីដេអូរបស់ខ្ញុំបាទនេះគឺមានវីដេអូជាច្រើនទៀតដែលជាវីដេអូផ្ដល់នៅចំណេះដឹងសម្រាប់បង្ហាញចែកជូនដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបន្ថែមទៀតបាទហើយនៅថ្ងៃខាងមុខខ្ញុំនឹងលើកយកវីដេអូថ្មីដែលជាវីដេអូផ្ដល់នៅចំណេះដឹងសម្រាប់បង្ហាញចែកជូនដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបន្ថែមទៀតបាទហើយនៅពេលនេះការបង្ហាញរបស់ខ្ញុំបាទបានចូលមកដល់ទីបញ្ចប់បាទសូមអរគុណហើយនឹងសូមជម្រាបលា